តោះសួស្តីបងប្អូនណាម៉ូតូនេះមិនសឹមមិញគឺខ្ញុំបានប្រាប់ថាភេសជ្ជជប៉ុនមួយនេះគឺគាត់កើអគុយហើយឆេះម៉ាញ់ម៉ូតូណាឥឡូវនេះគឺយើងរកម៉ាញ់ម៉ូតូហើយយើងប្រើប្រាស់ជាមួយនឹងម៉ូតូ scan tap បានណាដោយសារតែនេះគឺជាម៉ាញ់ម៉ូតូមកទឹកជប៉ុនណាដោយសារម៉ាញ់ម៉ូតូថ្មីវាគឺថ្លៃហើយតកំងណាគឺ300ជាងហើយនេះគឺយើងទិញមកទឹកជាប់ម៉ូតូហើយជាមួយនឹងដុំ ABS ម៉ូតូនេះគឺគាត់កើអគុយឆេះទាំងម៉ាញ់ម៉ូតូឆេះទាំង ABS ដាក់ចូលគឺ motor boom direct ណាអញ្ចឹងអានេះគឺ ABS ជាប់ម៉ូតូស៊ីនជប៉ុនតម្លាក់ឃ្លាំងមកដែរណា ABS នេះមួយគ្រាប់ហើយជាមួយនឹងម៉ាញ់ម៉ូតូមួយគ្រាប់ហើយបងប្អូននឹងស្រាប់ការដូរម៉ាញ់ម៉ូតូគឺវាតែងតែជាប់នៅ ESMID ចាស់នៅក្នុងនេះអញ្ចឹងម៉ូតូមកទឹកជប៉ុនរបស់គេគឺវាជាប់ជាមួយនឹងលេខកូដ bot smart key ចាស់ហើយណាអញ្ចឹងបើសិនជាយើងយកមកដោតគឺវាអត់ស្គាល់ជាមួយនឹង bot SCU នៅលើម៉ូតូទេអញ្ចឹងយើងត្រូវការប្រើប្រាស់នៅ motor scan tap ដើម្បី renew លេខកូដ ESMID នៅលើម៉ូតូ PZ ជប៉ុន023 160នេះណានេះអញ្ចឹងយើងត្រូវ renew វាចេញវាមានច្រើនវិធីសាស្ត្រធ្វើតែគ្រាន់តែថាឥឡូវគឺ motor scan tap របស់យើងគឺធ្វើការ renew តាមមួយខ្វាច់គឺបានវាមានអានលេខកូដយកមកបដូរនៅក្នុង bot ក៏បានអីក៏បានតែវិធីសាស្ត្រទាំងអស់ហ្នឹងគឺវាយូរអញ្ចឹងចង់លឿនគឺយើងធ្វើការ renew ESMID នៅក្នុងនេះចេញឲ្យវាទៅជាថ្មីយើងដោត bot ចូលទៅដើម្បីឲ្យវាស្គាល់ណាហើយបញ្ជាក់បងប្អូនបន្តិចណាយើង renew គឺរក្សាសុវត្ថិភាពនៃម៉ាញ់ម៉ូតូគេបានណាមិនមែន off smart key ណាបើ off smart key អាហ្នឹងជាបញ្ហាដែលផ្សេងបើ off smart key ប្រព័ន្ធសុវត្ថិភាពលើម៉ូតូហ្នឹងគឺអត់មានទេណាអញ្ចឹងបែងចែកឲ្យច្បាស់ទាំងអ្នកមើលទាំងជាងណាអញ្ចឹងការ renew ធ្វើឲ្យវាទៅជាกระดาษសដើម្បីឲ្យវាចងចាំលេខកូដពេលយើងកាច់សោលើកដំបូងពី bot ជួយទៅកាន់ម៉ាញ់ម៉ូតូចងចាំនៅនឹងការ off smart key គឺបិទមុខងារ smart key នឹងលេងឲ្យដំណើរការតែម្ដងអញ្ចឹងត្រូវបែងចែកឡើងហ្នឹងឲ្យច្បាស់តោះឥឡូវខ្ញុំធ្វើការ renew ឲ្យបងប្អូនមើលនេះសម្រាប់ការ renew គឺយើងត្រូវមានដុំ adapter ដោយ DLC03 ណានេះអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើច្រើនណារបៀបធ្វើវាដូចតែគ្នាទេអញ្ចឹងម៉ូតូនេះគឺជាម៉ូតូកៅនៅលើអាគុយណាអញ្ចឹងម៉ូតូនេះគឺ bot គាត់នៅសោអញ្ចឹងយើងធ្វើការបើក on សោឲ្យហើយទៅណាមិនបាច់បើក on ក៏បានដែរពពួកចង់និយាយថាពពួក PCX នេះណាអូខេអញ្ចឹងខ្ញុំបើកសោទីតាំង on ឲ្យហើយទៅហើយខ្ញុំដកម៉ាស់អាគុយចេញហើយលើម៉ូតូ scan tap យើងត្រូវពងខ្សែ power ណានេះណាពង power ចូលទៅកាន់ម៉ាស៊ីន scan ដោយសារយើងដោះម៉ាស់អាគុយចេញហើយណានេះយើងធ្វើមួយ scan tap របស់យើងណាអូខេចូលទៅកាន់ smart key ហើយយក Honda យកប្រអប់ SCU មកនេះ K1Z មកនេះយើងយកពាក្យ renew ESMID នៅក្នុង ESM ណាអូខេអានេះគឺរបៀបធ្វើនៅលើម៉ូតូណាបានន័យថាយើងធ្វើនៅលើម៉ូតូយើងត្រូវអនុវត្តមុខងារពីរនេះដកទី1បើក on សោអញ្ចឹង on សោមកខ្ញុំបើកហើយទី2ដកម៉ាស់អាគុយចេញម៉ាស់អាគុយខ្ញុំបានដកហើយដែរអូខេបោអាគុយអត់ដោះណានេះសម្រាប់ធ្វើនៅក្រៅណាវីដេអូដដែលទេអញ្ចឹងយើងម៉ាស៊ីន motor scan tap វានឹងធ្វើការ renew នៅលេខកូដ ESMID ចេញណានេះម៉ូតូនេះគឺម៉ូតូជប៉ុន160បងប្អូនណា125តែប្រភេទម៉ូតូជាម៉ូតូជប៉ុនអញ្ចឹងយើងធ្វើការ renew លេខកូដ ESMID នៅក្នុង ESM ចេញដោយសារម៉ាញ់ម៉ូតូគឺជាម៉ាញ់ម៉ូតូប្រភេទមកទឹកដែលជាប់ពីជប៉ុនមកណាគេតម្លាក់ទូមកគឺម៉ូតូបុកគ្នាហ្នឹងគឺគេដោះម៉ាញ់ម៉ូតូគេទុកលក់អញ្ចឹងគេអត់មានមុខងារ renew នៅពពួកជប៉ុនទេដល់អញ្ចឹងគឺគេលក់ឲ្យយើងនៅក្នុងតម្លៃមួយដែលថ្លៃបើសិនជាយើងយកទាំង smart key តែនេះគឺខ្ញុំមាន motor scan tap គឺខ្ញុំអត់យកជាមួយ smart key ទេខ្ញុំយកតាម៉ាញ់ម៉ូតូតទេបានហើយដោយសារ motor scan tap គឺមានមុខងារឈូសម៉ាញ់ម៉ូតូឲ្យទៅជាសឈូសលេខកូដ ESMID អូខេឥឡូវនេះ 99% ហើយអូខេ
នេះគឺ100%អញ្ចឹងយើងអានតាមខាងណែនាំរបស់គេមកជំហានទី1ដើម្បីចាប់ផ្ដើមម៉ាស៊ីនបិទកលឹះសោអញ្ចឹងយើងបិទសោមកណាជំហានទី2ចុចចុចក្របចុចបញ្ឆេះរួចរងចាំណាអញ្ចឹងយើងដោះអានេះយើងដោះម៉ាស់ចេញមកហើយចាប់របស់វាចូលវិញមកបងប្អូនឥឡូវនេះគឺតែបងប្អូនកុំភ្លេចដោះអានេះចេញណាបើដោះចេញនេះម៉ូតូអត់រលត់ទេណានេះហ៎អញ្ចឹងពេលយើងអានកូពេលយើង renew ចប់គឺយើងបិទបើកសោណាបងប្អូនអាចបិទបើកសោ2 ដងអីទៅណានេះអញ្ចឹងសំឡេងម៉ូទ័រចាប់5ដើរណាបងណាចាំមើលខ្ញុំឲ្យមើលស្ដាប់សំឡេងchứ xử lý mà tớ cứ đói cho nên rui ro mà này này cả đô mày nhà tố nè anh ấy mày nhà tôi chắc anh ấy mày nhà tôi mà tắt nè cho nhung mấy nhung scope video nhung hạt này hơi nè để ra đây muối trứng đế chầm tới cùng con nè Doãn chắp đây phèn chi mà Doãn để chắp đây phèn chi mà chùm hạt phần nắng á đất thế đó vàng đây cho anh đổi lan đi mấy mọi việc tổ đổi phong lan tinh sẽ đổi cho anh con lan tinh không mờ việc anh cho anh con ở đây cho anh này bán anhนี่คือโมโตนี่คือใช้บ้างนะไอ้ก่อนนะหักเสาอย่าคุยนะนี่ติ๊กเสาอย่าคุยก็โยปอกซาเกยเด็ดจังอะไรคือเปียปอนที่มูนังอาไปมาดองนะนี่เปียปอนที่มูนังอาไปมาดองไอ้ย่อบุษบปูมวยป่ะเล่นมันกับว่านี่อะไรนี่คือดาวเวะได้ยังถือสแกนที่มูนังอาไปมูก็เซตที่มูนังอาไปลองวิ่งนะsao là áp code cứ từ phone mày vô một hộp tên mất nè để đau chưa nem mất chùm ôm áp loán á đấy bên này ra mà tơ với cứ đau được rồi chị to đo phải xịp trên bắt lì chứ là lấy miền tập phân á hay ca đô áp của vía on miền ấy vì miền ấy bờ bãi đây không này còn những đồ đó dương cho A7 tới nè cho A7 dương set A7 long quên tới thứ hai vậy nè ok rồi mẹp ca rồi nhú á chẳng bông phôn vẽ con với smart khi bông phôn phải chùm này p làm bây giờ riêng tích đó chẳng như riêng ngay một phay phần bảy thằng nè hay mà sân scan cứ bông phôn ai tình là trong ngày đắng đầm bay miền cam phải cho trở lại bông phôn đôi chìa trở lại con phôn kia phải cho bông phôn nó không sẽ khai trở lại nó được hai sẽ về đây nè này hayนี่คือมันสั้นให้บางคนนะมันสั้นลิงไงอันนี้มันสั้นนี่คือcâyย้อยนะอันนี้เก็บจอมไอ้กี่chứมันสั้นสแกนคือให้ตุ่มโจđâyนะสั้นสแกนตุ่มโจ stop นี่เห็นตอนhai cái trắng mà cái nắngคือยังโจtừ sắc hà sả là chứ bông phồn cóสั้นnó trong ngày nắng còn miền cam phải cho mình lấy hai sập lại bông phồnนะhay tinh nó trong ngày nắng còn miền và cho hai sẽ về được nè ok nhé xemการធ្វើគឺមានប៉ុណ្ណឹងណា